ក្រោយពីជិត40ឆ្នាំផ្សារភ្ជាប់នឹងសិល្បៈរបាំសិល្បករនីគឹមធីហើយបានដាក់អានកេរ្តិ៍ឈ្មោះរបស់ខ្លួននិងបន្សល់ទុកនៅចំណាប់អារម្មណ៍ពិសេសជាច្រើនតាមរយៈតួអង្គផ្សេងៗនៅក្នុងល្ខោនបាសាក់ក្នុងវណ្ណកម្មរបាំក្បាច់បុរាណនិងក្នុងរបាំប្រជាប្រិយបច្ចុប្បន្នសិល្បករនីគឹមធីហើយបានចូលនិវត្តន៍ហើយប៉ុន្តែក៏នៅតែបន្តរួមចំណែកចំពោះសិល្បៈខ្មែរដោយបទពិសោធន៍ជាក់ស្ដែងរួមចំណែកបណ្ដុះបណ្ដាលចំនួនស្នងបន្តចាប់តាំងពីសាលាសាកលវិទ្យាល័យរហូតដល់ភូមិស្រុកទាំងឡាយសិល្បករនីគឹមធីហើយបានយកចិត្តទុកដាក់កែតម្រង់ឲ្យសិក្ខាកាមម្នាក់ៗការយកចិត្តទុកដាក់របស់អ្នកគ្រូបានជួយឲ្យយុវវ័យឆាប់ក្តាប់បានចំណេះដឹងនិងរក្សាត្រឹមត្រូវនៅក្បាច់ខ្នាតរបាំប្រពៃណីរបស់ខ្មែរបំពេញការងារជាង40ឆ្នាំក្នុងក្រុមសិល្បៈរស្មីប្រទីបសិល្បករនីគឹមធីហើយមានការរួមចំណែកសំខាន់ជាច្រើនក្នុងការអភិរក្សវប្បធម៌ជនជាតិក្រៅពីសិល្បៈរបាំបុរាណនិងរបាំប្រជាប្រិយអ្នកគ្រូនៅមាននិស្ស័យជាមួយវិស័យល្ខោនបាសាក់ទៀតផងពិសេសគឺជំនាញសម្ដែងជាតួអង្គប្រុសទោះបីបានលាលែងពីឆាកអាជីពក្តីប៉ុន្តែអ្នកគ្រូនៅតែព្យាយាមជំនួយដល់សកម្មភាពផ្សព្វផ្សាយសិល្បៈតាមរយៈការធ្វើជាគំរូរូបភាពសម្រាប់វណ្ណកម្មរបាំក្បាច់បុរាណភាពផ្ចិតផ្ចង់ក្នុងផ្នែកសម្លៀកបំពាក់ឬនិអរិយាប័ត្ររឹងមាំក្នុងវ័យជាង50ឆ្នាំប្លាយក៏ជាផុសតាំងយ៉ាងច្បាស់នៃសេចក្តីស្រឡាញ់អាជីពព្រមទាំងជាក្បួនខ្នាតសម្រាប់ឲ្យយុវវ័យជំនាន់ក្រោយរៀនសូត្រតាមកាត់តបតែងឡើងគឺថារូបរាងកាយរបស់កាត់នៅស្អាតមុខក៏អត់ចាស់ហេះនៅក្មេងទោះបីយកកាត់ជាង50ហើយដល់ពេលឃើញកាត់សម្ដែងរបាំនឹងគឺថាកាយវិការរបស់កាត់នៅតែទន់ភ្លន់ដោយកែតាំងនៅពីកមុំគឺថាតាំងពីទើបជួយក្នុងគ្រប់សិល្បៈតែដោយសារតែធ្លាប់តែឃើញកាត់នៅក្នុងប៉ុស្តិ៍ទូទាស់ហើយកាត់ក៏ជាអ្នកមួយដែលគុណស្លាញ់បំផុតដែរបច្ចុប្បន្នសិល្បករនីគឹមធីហើយជាស្ពានដ៏សំខាន់នាំសិល្បៈប្រពៃណីឲ្យកាន់តែជិតស្និទ្ធនឹងយុវវ័យនៅក្នុងក្លឹបវប្បធម៌សិល្បៈខ្មែរណាំបូនៃសាកលវិទ្យាល័យត្រាវិញសិល្បករនីគឹមធីហើយបានចែករំលែកបទពិសោធន៍ណែនាំនិស្សិតពីជំនាញរបាំបុរាណនិងរបាំប្រជាប្រិយមិនត្រឹមតែបង្រៀននៅបច្ចេកទេសប៉ុណ្ណោះទេអ្នកគ្រូបានផ្ទេរទាំងទឹកចិត្តរបស់អ្នកប្រកបអាជីពយូរឆ្នាំទៀតផងចាប់ពីរបៀបទប់ចង្កេះរហូតដល់កាយវិការទឹកមុខទាំងអស់សុទ្ធតែបានអ្នកគ្រូកែតម្រង់យ៉ាងម៉ត់ចត់របាំជាប្រៃវិញគឺយើងអានោះថាយើងចេះក្លិចលួចទឹកមុខទៅកោយើងចេះប្រើហ្នឹងប្រើឲ្យផ្នែកឲ្យញឹមស្រស់ឲ្យសើចរហូតចាំជាប្រៃបើយើងមិនសើចក៏មិនល្អមើលដែរបើជាប្រៃគួរលេងណាយើងខឹងដូចរបាំឈ្នៀងគេកន្ត្រាក់យើងដូចឃើញយើងសម្ដែងទឹកមុខដែរហើយដេកកន្ត្រាក់ខេងសាច់ទឹកអើយហ្នឹងយើងធ្វើយើងខឹងណាមិនធ្វើមុខសាច់មកមុខយើងមិនខឹងក៏មិនចេញរបាំជាប្រៃដែរភាពខុសគ្នារវាងរបាំបុរាណនិងរបាំប្រជាប្រិយស្ថិតនៅអរិយាប័ត្រនិងរបៀបសម្ដែងទឹកមុខបើរបាំបុរាណទាមទារភាពទន់ភ្លន់ស្រគត់ស្រគំត្រឹមត្រូវតាមក្បួនខ្នាតចំណែករបាំប្រជាប្រិយត្រូវការភាពរស់រវើកនិងភាពស្និទ្ធស្នាលខ្ពស់ជាមួយទស្សនិកជនក្នុងវ័យជិត60ឆ្នាំសិល្បករនីគឹមធីហើយនៅតែរក្សាបទអរិយាប័ត្ររឹងមាំក្លាយជាគំរូជាក់ស្ដែងសម្រាប់បងប្អូននិស្សិតដែលទើបចាប់ផ្ដើមស្វែងយល់សិល្បៈអាជីពខ្ញុំបានឃើញគាត់នៅទូរទស្សន៍
យ៉ាងច្រើនហើយក៏ក្នុងចាត់គឺចង់បានជួបគាត់ម្ដងដែលបានពេលគឹងកាត់សម្ដែងនូរបាមអ្វីមួយហើយថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយយ៉ាងខ្លាំងពេលបានគាត់មកបង្ហាត់របាមអុយខ្ញុំដូចជាប្រាប់ឲ្យដឹងនៅទឹកមុខហើយរៀងគឺរំយ៉ាងម៉េចឲ្យបានស្អាតម្យ៉ាងហើយចំណាស់ហើយប៉ុន្តែរៀងដែលគាត់រំគឺនៅស្អាតមែនទែនហើយគឺថាទឹកមុខគាត់ក៏ស្រស់ថ្ងៃហ្នឹងមានឱកាសល្អពិសេសបានអ្នកគ្រូអញ្ជើញមកបង្ហាត់ដូច្នោះហើយកូនអូនបានដកពិសោធន៍យ៉ាងច្រើនក្នុងការសម្ដែងក្នុងទម្រង់របាំប្រជាប្រិយក៏ដូចជារបាំបុរាណដែរនំជ្រូកអើយនំជ្រូកមានបងប្អូនណាត្រូវការនំជ្រូកជិត40ឆ្នាំលាក់បង់ចំពោះសិល្បៈជាតិសិល្បៈករណីគិនធាហើយបានបន្សល់ទុកចំណាប់អារម្មណ៍ល្អជាច្រើនចំពោះទស្សនិកជនជាសិល្បករនីមានទេពកោសល្យពិសេសច្រើនអ្នកគ្រូតែងបង្កើតការភ្ញាក់ផ្អើលរាល់ពេលបង្ហាញខ្លួនហើយនេះក៏ជាវិធីសម្រាប់ឲ្យអ្នកគ្រូផ្ទេរការជក់ចិត្តដល់យុវវ័យជំនាន់ក្រោយផងដែរបានព្រាទៅបងចំពោះសិល្បករណីហើយខ្ញុំមានការគោរពនិងសរសើរគាត់ជាច្រើនពីព្រោះគាត់មានច្រើនស្នាដៃសម្ដែងកំ pl ក៏មានហើយរបាំក៏មានហើយនឹងមកជំនាញផ្សេងទៀតធម្មតាគាត់និយាយលេងសើចមែនទែនប៉ុន្តែក្នុងពេលចូលក្នុងការងារសម្ដែងរបស់យើងគាត់នឹងមានចាប់អារម្មណ៍ជាយ៉ាងខ្លាំងហើយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងភារកិច្ចក្នុងការងាររបស់យើងហើយក៏មានការយកចិត្តទុកដាក់ក្នុងការបង្ហាញសិស្សនិស្សិតហើយខ្ញុំរៀនសូត្រពីគាត់ជាច្រើនអាយុខ្ញុំក៏វ័យចាស់ចង់60គីឡូនោះហើយប៉ុន្តែដល់មកហាត់ជាងនេះអារម្មណ៍ខ្ញុំស្រស់ស្រាយដូចគ្រប់សពដូចសប្បាយអស់ពីចិត្តពីថ្លើមដូចជាយើងក្មេងមកជាង10ឆ្នាំ20ឆ្នាំជាងសម្ដែងមិញគេតាដៃឈូធ្វើឲ្យអារម្មណ៍ខ្ញុំពុះគញ្ជ្រោលដូចថាពេញអស់បែដួងខ្ញុំនឹកខេងកែខ្ញុំនៅវ័យក្មេងជាងណាហើយណាក់គ្រូគាត់បង្ហាត់បង្អីសប្បាយណាស់ក្លឹបនិងក្រុមវប្បធម៌សិល្បៈជាច្រើនបានទីចម្រើននៅគ្រប់ភូមិស្រុកសកម្មភាពបង្ហាត់បង្រៀនរបស់សិល្បករនីគិនធាហើយកាន់តែបានពង្រីកថែមទៀតបទពិសោធន៍លើឆាកក្រាស់ក្រែនបានក្លាយជាប្រភពបំផុសគំនិតដើម្បីសិល្បករនីជើងចាស់ព្យាយាមបណ្ដុះក្តីស្រឡាញ់ដល់អ្នកបន្តវេនជំនាន់ក្រោយនៅវត្តស្វាយសៀមចាស់អ្នកគ្រូបានណែនាំបង្ហាញយុវជនជំនាន់ក្រោយដោយផ្ទាល់ឲ្យរំត្រឹមត្រូវនៅរបាំប្រពៃណីតាំងពីថ្ងៃហាត់រំដំបូងមើលកូនមើលហ្នឹងក្នុងវត្តអារាមមានដល់ពង្រីកដល់គ្រឿនសិល្បៈក្មេងជឹងខ្ញុំចង់ឲ្យក្មេងបានចេះសម្ដែងឬក៏ចេះរំឲ្យគ្រប់របាំទាំងអស់គឺរបាំបុរាណរបាំប្រជាប្រិយមេឃភ្លៀងចឹងខ្ញុំនៅតែសប្បាយចឹងដែរនោះចេះធ្វើម៉េចបើយើងស្នេហាសិល្បៈហើយចាស់ចឹងហើយនៅស្រឡាញ់សិល្បៈចឹងធ្វើម៉េចបានក្មេងចំនួនក្រោយបានដូចជាខ្ញុំចឹងចាមីងហើយបានមកបង្ហាត់ចៅដើម្បីឲ្យចៅចេះដឹងរបៀបរបបប្រពៃណីខ្មែរប្រៀបដូចថាកាត់ជាម្នាក់นักធំដើម្បីលើកទឹកចិត្តឲ្យចៅរៀនចេះដូចប្រៀបដូចថាតំប្រាំងស្នងឫស្សីដើម្បីថ្ងៃក្រោយកូនចៅបានស្នងតាមរបៀបរបបរបស់មីងហើយដើម្បីឲ្យចៅចេះដឹងរបៀបរបបប្រពៃណីខ្មែរកុំឲ្យបាត់ប្រពៃណីខ្មែររបស់យើងក្នុងទម្រង់របាំបុរាណខ្មែរទេពមនោរម្យគឺជារបាំដែលទាមទារក្បួនខ្នាតតឹងរ៉ឹងអំពីបច្ចេកទេសនិងទឹកមុខ
ក្រុមការកែតម្រង់របស់សិល្បករនីគឹមធីហើយយុវវ័យទាំងឡាយបានចាប់ផ្ដើមស្ដាំនឹងបច្ចេកទេសទប់រៀងតាំងពីចង្កេះរហូតដល់ការសហការត្រឹមត្រូវរវាងជើងដៃក្រសែភ្នែកនិងអារម្មណ៍ទៅលើផ្ទៃមុខទៀតផងCon bán mình hai một chuối hát đọc bám cứ thịt nô rống cắt chuối cắt chẳng cá cắt đáy nâng cái này mục mọt ấy ổi con trẻ bán đừng chi tràn hay con sờ bài chết khanh bán mình mò chuối bằng thiên con ở trẻ thêm con sờ bài chết chia khăng សិល្បៈគ្មានព្រំដែននិងគ្មានកំណត់ពីវ័យអាយុនោះទេសិល្បៈករណីគិមធីហើយនិងទេពកោសល្យនៅតែបន្តបរិច្ចាគចំណងចំណូលចិត្តនិងទេពកោសល្យរបស់ខ្លួនដើម្បីបង្កើតទៅជាឆ្នូនអភិវឌ្ឍចលនាសិល្បៈមហាជនក្នុងនោះមានក្រុមរបាំយៈរ៉មអាស្រ័យសិល្បករឆ្នើមគីម៉ាន់ដឹកនាំអ្នកគ្រូមានឱកាសបង្ហាញលើទេពកោសល្យរបស់ខ្លួនជួយកែសម្រួលបន្ថែមដល់បងប្អូននៅកាយវិការឲ្យត្រឹមត្រូវពេលរំរបាំឈូឆាយក្នុងរឿងរបាំរៀមគេ bộ bạc bông phật nó cứ chẳng ke hay bài biếng hay cái bát tùm lạc cana tùm ná bàn thô chè sắc xóm chè cái bát giặt ròm bị đờmนึกnhau giặt ròm bị đờm á đấy bàn té lấu dừng từ ta kẹt cái mai mó còn ôi tha ròm vô còn nó vô mình sâu sát bạn y nặc cừu bị đờm ròm còn là lấu nặc cừu lấu cái xum ruột mò đầm bay ôi sắc xóm đừng bùa rán rồi bỏ không ai ដោយឧត្តមភាពខាងសម្ដែងជាតួប្រុសឬតួស្រីដែលមានចរិតរឹងមាំសិល្បករនីគីមធីហើយតែងតែជាជំរើសអាទិភាពសម្រាប់តួអង្គដែលទាមទារភាពម៉ឺងម៉ាត់ការសហការរវាងសិល្បករនីគីមធីហើយនិងសិល្បករឆ្នើមគីម៉ាន់ក្នុងឈុតរៀនគេជាផតតាំងសម្រាប់កម្លាំងរស់រៀនបានពុះពោះពេលវេលារបស់សិល្បករសិល្បករនីដែលមិនខ្វល់ពីវ័យអាយុម្នាក់តែងរក្សាខ្ជាប់ខ្ជួនស្មារតីរបស់តួអង្គនីមួយៗដែលពួកគាត់ចូលខ្លួនសម្ដែងហើយនោះក៏ជាកិច្ចការដែលជាស្ដែងបំផុតដែលពួកគាត់កំពុងតែបង្ហាត់បង្រៀនសិល្បៈជាតិឲ្យអ្នកជំនាន់ក្រោយផងដែរ ខ្ញុំសម្ដែងនឹងបងប្អូនហើយដែលនៅរកស្មេប្រទីបមានអារម្មណ៍រំភើបមិនដែលបានសម្ដែងចូលថ្ងៃនេះបានសម្ដែងចូលរំភើបក្នុងចិត្តមានស្រឡាញ់រាប់អានដូចបងប្អូនមកយើងជាមួយថ្ងៃរួមតាក់ទងជាមួយគ្នាសម្ដែងមានអ្នកណាខ្លះខុសខ្ញុំកាត់ក្របខ្ញុំឲ្យយើងប្រុសយើងសម្ដែងមិនដែលសម្ដែងចូលគ្នាដល់សម្ដែងចូលគ្នាឲ្យរឿងខុសនោះមិនមែនតិចតួចបងប្អូនខ្ញុំហើយបានបង្ហាត់មើលឲ្យខ្ញុំលែងងប់ថ្ងៃនេះឲ្យបានសម្រួលឲ្យតាមដេចទីកាត់បង្ហាត់ចឹង ខ្ញុំសែនរំភើបណាស់បានសម្ដែងជួយបងម៉ាន់កាត់មានគន្លឹះកន្លែងល្អក្បូរក្បាច់កាត់ដល់ច្បាស់លាស់សាក់សមលើសពេលណាក់ឆ្នើមសិល្បៈឆ្នើមទៀតអូវខ្ញុំមិនគិតថាចាស់ក្មេងអីទេនេះប្រភេទសិល្បៈដែលខ្ញុំស្លាញ់ហើយខ្ញុំតស៊ូកសាងដើម្បីឲ្យក្មេងចំនួនក្រោយវាបានឃើញដើម្បីឲ្យវាចេះដូចជាពួកខ្ញុំទាំងអស់ហ្នឹង ថ្មីត្បិតឈប់ធ្វើសកម្មភាពនៅលើឆាកអាជីពសិល្បករនីគីមធីហើយនៅតែជ្រើសរើសវិធីផ្សារភ្ជាប់សិល្បៈជាមួយសិស្សនិស្សិតនិងក្លឹបនានានៅភូមិភាគការយកចិត្តទុកដាក់របស់អ្នកគ្រូមិនត្រឹមតែជួយបងប្អូនក្តាប់ជាប់បច្ចេកទេសរំប៉ុណ្ណោះទេថែមទាំងបំពេញក្តីស្រឡាញ់អាជីពដល់ក្មេងជំនាន់ក្រោយទៀតផងនោះហើយគឺជាដំណើរមិនចេះនឿយហត់របស់សិល្បករនីមួយរូបដែលតែងតែអស់ពីចិត្តសម្រាប់សិល្បៈប្រពៃណីរបស់ជាតិខ្លួន